បាទសួស្តីបងប្អូនយើងមកជួបគ្នាថ្មីម្ដងទៀតហើយថ្ងៃនេះយើងនិយាយអំពីពាក្យ4ដែលជាទូទៅចុងភៅយើងតែងតែច្រឡំគ្នាបាទបើយើងសម្រួលន័យជាភាសាខ្មែរយើងប្រែថាទឹកជ្រលក់ណាបាទអញ្ចឹងពាក្យ4ហ្នឹងគឺទី1គេហៅ sauce បាទណាទី2គេហៅ vinaigrette ចំណែកពាក្យទី3គេហៅ dressing ហើយនិងពាក្យទី4យើងហៅថា dip អញ្ចឹងពាក្យថា sauce នេះមួយម៉ាត់ណា sauce នេះយើងប្រែមកវិញទឹកជ្រលក់អញ្ចឹងទឹកជ្រលក់នោះវាមានទីតាំង3នៅលើចានបើថាក្នុងម្ហូបមួយចានអញ្ចឹងទីតាំងរបស់ទឹកជ្រលក់នោះវាមាន3ទី1គឺអាចស្រោចពីខាងក្រោមសិនដាក់ស្រោចលើចានហើយដាក់លើចាក់ទឹកជ្រលក់លើចានហើយបើយើងដាក់សាច់ពីលើអានឹងទីតាំងទី1របស់ទឹកជ្រលក់ចំណែកទី2មានន័យថាយើងដាក់សាច់គោម្ដុំជៀនហើយមកយើងស្រោចទឹកជ្រលក់ពីលើតែយើងស្រោចមិនឲ្យវាលិចទេយើងគ្រាន់តែថាស្រោចមួយចំហៀងអញ្ចឹងទៅដើម្បីឲ្យឃើញទឹកជ្រលក់ហ្នឹងអាហ្នឹងទីតាំងទី2របស់ទឹកជ្រលក់ចំណែកទី3គឺ on the side មានន័យថាទឹកជ្រលក់នេះយើងអាចចាក់ក្នុងកូនពែងឬចាក់ជាមួយនឹងចានទឹកជ្រលក់ទៅហើយយកឲ្យចេញជាមួយសាច់ទៅអញ្ចឹងអាសោសហ្នឹងបាទមានទីតាំង3ទី1នៅពីក្រោមម្ហូបបាទទី2នៅពីលើចាក់ពីលើសាច់លើម្ហូបហ្នឹងទី3 on the side ណានៅក្បែរហ្នឹងអាហ្នឹងគេហៅ sauce តែបើ vinaigrette ពាក្យទី2អញ្ចឹង vinaigrette នេះគឺយើងប្រែមកវិញថាទឹកជ្រលក់ដែរពួកខ្មែរយើងអត់មានអីប្រែទេយើងប្រែតែទឹកជ្រលក់ដែរចុះតែបើយើងពីធៀបពោះវា vinaigrette គឺត្រូវតែមាន vinegar បូក oil មានន័យថាវាមានទឹកខ្មេះបូកប្រេងអំបិលម្រេចណាអញ្ចឹងឲ្យតែមានទឹកខ្មេះបូកជាមួយនឹងប្រេងបូកជាមួយនឹងseasoning មានន័យថាហ្នឹងគេហៅ vinaigrette អញ្ចឹង vinegar នេះគឺប្រេងទឹកសំទុះទឹកខ្មេះប្រភេទណាក៏ដោយមិនថា balsamic vinegar មិនថា red wine មិនថា any kind vinegar ហើយប្រភេទប្រេងក៏ដែរប្រេងពោតប្រេងឈូករ័ត្នប្រេងអូលីវឬប្រេងដែលមានគុណភាពល្អអញ្ចឹងឲ្យតែមានទឹកខ្មេះមានប្រេងបូកជាមួយនឹង mulberry ឬក៏ seasoning ហ្នឹងអានោះគេហៅវា vinaigrette ហើយគេប្រើវាសម្រាប់ស្រោចណាបាទណាស្រោចឬច្បល់លាយចំណែកពាក្យទី3យើងហៅវា dressing យើងប្រែសម្រួលន័យជាភាសាខ្មែរថាទឹកសម្រាប់ញោមឬទឹកច្បល់លាយមួយម្ហូបអញ្ចឹងបើយើងនិយាយថា dressing ដូចថាឥឡូវយើងដាក់ថាខ្មែរ dressing អញ្ចឹងអាហ្នឹងគឺយកទៅញោមគេធ្វើទឹកញោមអាទឹកដែលច្បល់ទឹកជ្រលក់ហ្នឹងដែលយកទៅច្បល់លាយជាមួយម្ហូបឧទាហរណ៍យើងមានញោមទាយងចេកអញ្ចឹងអាទឹកដែលយើងប្រើយកទៅញោមហ្នឹងឯងអាហ្នឹងគេហៅវា dressing ណាជាភាសាអង់គ្លេសបាទណាហើយបើយើងមានទឹកជ្រលក់អីផ្សេងដូចញោមមីសួរញោមអីដែរឲ្យតែមានទឹកជ្រលក់ប្រើសម្រាប់ច្បល់នោះអាហ្នឹងភាសាអង់គ្លេសគេហៅវា dressing ចំណែកទី4យើងហៅវាថា dip បាទ dip ទី4នេះ dip នេះយើងប្រែមកវិញថាជ្រលក់ឬទឹកជ្រលក់ឧទាហរណ៍ខ្ញុំនិយាយថាអំបិលម្ទេសអញ្ចឹងអំបិលម្ទេសវាគូគេអញ្ចឹងភាសាអង់គ្លេសគេហៅ salt and chili dip អញ្ចឹង salt and chili dip ហ្នឹងគឺអំបិលម្ទេសណាអញ្ចឹងបើខ្ញុំដាក់ថា fish dip ណា fish ត្រីយើងហ្នឹង fish dip មានន័យថាអាហ្នឹងគឺទឹកគ្រឿងអញ្ចឹងណាតែចឹងអាចយល់ពាក្យខុសគ្នាយ៉ាងម៉េចអាមួយគឺគោកឬក៏ប៉ែក៏ប៉ុន្តែយើងយកទៅជ្រលក់យើងយកស្អីមួយរបស់អីទៅជ្រលក់ក្នុងហ្នឹងបាទអានោះគេហៅ dip ណាចឹង sauce ប្រែថាទឹកជ្រលក់ vinaigrette ហ្នឹងឲ្យតែមានទឹកខ្មេះបូកជាមួយនឹងប្រេងហើយនឹងអំបិលម្រេច dressing គឺទឹកប្រើសម្រាប់ច្បល់ឬញោមឬក៏លាយជាមួយម្ហូបចំណែក dip ហ្នឹងគឺជ្រលក់បាទអរគុណជួបគ្នានៅវីដេអូបន្តទៅបាទ